ចូលដល់ខែស្ដៅបដាយណាបងប្អូនខ្ញុំគ្រាន់តែទៅផ្សារឃើញស្ដៅភ្លាមគឺឃ្លានញោមស្ដៅហ្មងហើយឥឡូវគឺខ្ញុំមកធ្វើបែបលឿនងាយចាប់បានញ៉ាំអញ្ចឹងណាប៉ុន្តែបើនិយាយពីរសជាតិវិញគឺឆ្ងាញ់សាហាវហ្មងបងគេគឺខ្ញុំបុកសណ្តែកដីសិនដើម្បីកុំឲ្យពិបាកលាងត្បាល់ពីរដងអញ្ចឹងណាហើយត្បាល់តតែហ្នឹងគឺខ្ញុំមកបុកម្ទេសជាមួយខ្ទឹមសម្ទេសគឺមានពីរប្រភេទដែរបងប្អូនមានម្ទេសម៉ាឡេជាមួយនឹងម្ទេសដៃនាងយើងបុកវាឲ្យចូលជាតិម៉ត់ល្អហើយគឺខ្ញុំដាក់គ្រឿងយកហ្មងសម្រាប់ញោមរបស់ខ្ញុំនេះគឺខ្ញុំប្រើទឹកប្រហុកកាបងប្អូនបន្ទាប់មកខ្ញុំបន្ថែមទឹកត្រីមួយស្លាបព្រាបាយប៊ីចេងមេចិបជាមួយនឹងស្ករក៏ខ្ញុំប្រើស្ករត្នោតហើយទឹកអំពិលទុំហ្នឹងក៏ខ្ញុំដាក់ប្រហែលជាជិត3កូនវែកតូចៗចឹងណាយើងដាក់មកល្មមសិនបានហើយបងប្អូនហើយសម្រាប់អានេះគឺទឹកស្ងោរសាច់ជ្រូកសម្រាប់ទឹកត្រីញោមអញ្ចឹងណាបងប្អូនធ្វើឲ្យមានទឹករាងច្រើនបើសិនជាកូខាប់គឺអត់សូវឆ្ងាញ់ទេណាកូវាឲ្យចូលជាតិសព្វល្អហើយបងប្អូនអាចភ្លក់មើលថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិគឺខ្ញុំយករាងប្រៃផ្អែមហើយជូរមកល្មមអញ្ចឹងទៅតែមុននឹងយើងយកមកលាយជាមួយញោមហ្នឹងគឺយើងយកវាទៅស្រោចឲ្យចេញជាតិល្វីងបន្តិចមកទៅសក់ជាមួយនឹងប៉េងប៉ោះយើងហាន់វាស្ដើងតូចមកល្មមអញ្ចឹងណាខ្ទឹមក្រហមដាក់ម្ដុំមកហើយបានខ្ញុំដាក់ក្រពើជាមួយនឹងសាច់ជ្រូកដែលខ្ញុំបានហាន់ជាដុំតូចហើយស្រាប់ហ្នឹងហើយយើងស្រោចទឹកត្រីដែលយើងបានលាយគ្រឿងហើយស្រាប់ហ្នឹងបងប្អូនហើយច្បល់វារៀងយូរបន្តិចព្រោះឯងញោមបើសិនជាបងប្អូនច្បល់តែមួយផ្លែតគឺអត់ចូលជាតិទេហើយបើសិនជាមានស្រោមដៃដូចខ្ញុំអញ្ចឹងឆាប់ចូលជាតិមែនតើយើងច្បល់មើលទៅបន្លែរៀងទុនសន្លប់បន្តិចបងប្អូនភ្លក់មើលម្ដងទៀតក៏បានដែរណាព្រោះពេលដែលយើងដាក់បន្លែដាក់អីទៅវាអាចនឹងរៀងសាបជាងមុនអញ្ចឹងទៅអញ្ចឹងហើយបានពេលធ្វើទឹកត្រីហ្នឹងយើងយករសជាតិឲ្យរៀងដិតបន្តិចមកហើយចុងក្រោយគេយើងបន្ថែមជីជាមួយនឹងសណ្តែកដីទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយញោមនេះគឺចូលជាតិឆ្ងាញ់ខ្លាំងមែនតើបងប្អូនដូចដែលខ្ញុំបានបញ្ជាក់អញ្ចឹងគឺយើងដាក់ទឹកឲ្យរៀងច្រើនមកណាបើសិនជាបងប្អូនធ្វើស្ងួតកូគឺអត់សូវឆ្ងាញ់ទេសម្រាប់បងប្អូនណាដែលមានទឹកប្រហុកទេយើងអាចប្រើជាប្រហុកធម្មតាហ្នឹងឯងច្រាំវាឲ្យម៉ត់យើងដាក់ដាំទឹកទៅដាក់ស្ងោរប្រហុកនឹងជាមួយអំពិលជាមួយអីជ្រុំចូលជាមួយគ្នាមកធ្វើអញ្ចឹងក៏បានដែរ